អ្នកច្នៃម៉ូដអែមរៀមត្រូវមហាជនរិះគន់រឿងពាក់មកុដលើក្បាលមានរូបលិង្គខណៈអ្នកខ្លះថាការច្នៃម៉ូដនេះមិនខុសទេថ្មីនេះលោកអែមរៀមកំពូលអ្នកច្នៃម៉ូដដែលធ្លាប់ត្រូវបានមហាជនរិះគន់ច្រើនបានច្នៃម៉ូដសម្លៀកបំពាក់និងមកុដដែលមានរូបលិង្គពាក់នៅលើក្បាលទៅចូលរួមក្នុងកម្មវិធីខ្លឹមនៃព្រះនគរយ៉ាងណាស្របពេលដែលលោកអែមរៀមបានស្លៀកឈុតទាំងនេះទៅចូលរួមក៏ត្រូវបានមហាជននាំគ្នារិះគន់លោកជាថ្មីម្ដងទៀតដោយអ្នកខ្លះថាមិនដឹងជាម៉ូដស្អីទេខណៈអ្នកខ្លះក៏បានស្រែកសួររកមន្ត្រីជំនាញឲ្យមើលទង្វើរបស់លោកអែមរៀមខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនក៏បានគាំទ្រការច្នៃរបស់លោកអែមរៀមនិងបាននាំគ្នាថាលោកអែមរៀមបានច្នៃឡើងស្របតាមក្បួនខ្នាតត្រឹមត្រូវយ៉ាងណាតែទន្ទឹមនឹងការច្នៃម៉ូដរ៉ូបនិងម៉ូដមកុដដែលមានរូបរាងដូចលិង្គហើយយកទៅពាក់នៅលើក្បាលនេះដែរក៏មានអ្នកគាំទ្រលោកអែមរៀមដែរជាក់ស្ដែងម្ចាស់គណនីឈ្មោះខីរតនរាជសុចិត្រាបានបង្ហោះសារអរគុណលោកអែមរៀមដែលបានច្នៃម៉ូដមកុដនេះយកមកបង្ហាញសឹងតែគ្មានអ្នកស្គាល់ម្ចាស់គណនីខាងលើនេះថាអ្នកមិនដឹងជេរគាត់ដូចព្យុះត្រីបុករំគឺជាយក្សដែលគោរពទៅលើព្រះឥសូរនិងយកលិង្គឥសូរមកដាក់នៅលើក្បាលដើម្បីជាការគោរពនិងបូជាទៅព្រះឥសូរស្របពេលដែលមហាជនមួយចំនួនធំបាននាំគ្នារិះគន់លោកអែមរៀមបែបនេះក៏មានបរិបទម្នាក់ទៀតបានបញ្ចេញទស្សនៈដែរថាអញ្ចឹងបានគេថាមនុស្សយើងបើសិក្សាមិនដល់ទេគួររៀនបើកចិត្តសួរគេអ្នកធ្វើសិនថាហេតុអ្វីគេធ្វើវាមកការធ្វើអ្វីមួយគេមានមូលហេតុនិងហេតុផលបើយើងគិតពីគេអវិជ្ជមានហើយទោះគេធ្វើអ្វីក៏ខុសដែរអត់ដឹងថាខ្លួនឯងល្ងងសិក្សាមិនដល់ទេយើងមិនធ្លាប់ឃើញមិនប្រកាសថាគេធ្វើចេញមកខុសនោះទេរៀនបើកចិត្តទទួលយកផងចុះនេះបើមិនឃើញគាត់ពាក់នឹងនាំគ្នាជេរគាត់ទេប្រហែលនៅតែមិនដឹងរហូតសូម្បីតែខ្ញុំផ្ទាល់ម្នាក់ដែរអរគុណបងអែមរៀមដែលលើកយកមកបង្ហាញឲ្យស្គាល់សូមបញ្ឈប់ធ្វើជាបណ្ឌិតនៅក្នុង Facebook ទៀតទៅមុននឹងជេរអ្នកណាម្នាក់គួរស្វែងយល់ឲ្យច្បាស់សិនចាំបើកប្រអប់មាត់និងដៃចុចសរសេរជេរគេបើគេធ្វើមិនត្រូវចិត្តយើងអូសចោលទៅទុកពេលទំនេរមើលថែគ្រួសារខ្លួនល្អជាងធ្វើជាបណ្ឌិតនៅក្នុង Facebookយ៉ាងណាក្រោយឃើញមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបាននាំគ្នារិះគន់ខ្លួនបែបនេះលោកអែមរៀមបានបង្ហោះសម្ដីមួយនៅលើបណ្ដាញសង្គមថាមិនចង់រៀបរាប់ច្រើនទេរឿងឈុតរាជនីកន្ទេលចូលរួមកម្មវិធីខ្លឹមនៃព្រះនគរកាលពីយប់ម្សិលមិញលោកថាតាមពិតទៅមកុដទាំងពីរនេះតំណាងព្រះនាងឧមាទេវីនិងព្រះសិវៈបានផលិតរួចរាល់តាំងពីឆ្នាំ2024តែមិនមានឱកាសបានថតបង្ហាញគឺបានថតជាមួយបវរកញ្ញាភឹមស្រីណូគឺមកុដព្រះនាងឧមាទេវីលោកអែមរៀមថាបើតាមបែបព្រហ្មញ្ញសាសនាពងមាន់គឺតំណាងឲ្យយោនីនៃព្រះនាងឧមាទេវីរីឯទៀនដែលដោតបន្តពីលើពងមាន់គឺតំណាងឲ្យលិង្គនៃព្រះសិវៈទាំងពីរនេះបញ្ចូលគ្នាបង្កើតបានជាគ្រឿងសិល្បៈដែលជនជាតិខ្មែរជឿជាក់ថាជាទេវៈបង្កើតលោកនិងបង្កើតអ្វីទាំងអស់ពុំចេះចប់លោកអែមរៀមបានបន្តទៀតថាហើយសពថ្ងៃមានជំនឿតគ្នាថាអ្នកដែលអត់គូឲ្យទៅបួងសួងសូមពីព្រះសិវៈនិងព្រះនាងឧមាទេវីនិងគូគប់ឬអ្នកដែលមានគូហើយសូមបួងសួងឲ្យស្រឡាញ់គ្នានិងសុខសប្បាយជារៀងរហូត